ចាជំរាបសួរពុកម៉ែបងប្អូននេះដែរនាងខ្ញុំមកប្រាប់ពីរបៀបច្រកចេកឬក៏ស្រោបចេកពងមាន់សម្រាប់បងប្អូនអ្នកខ្លះដែលចង់ឃើញឬក៏ចង់ចេះពីរបៀបការស្រោបចេកពងមាន់អាចមកមើលវីដេអូនេះបានស្រោបចេកនេះមិនមែនស្រោបបានតែចេកពងមាន់ទេពុកម៉ែបងប្អូនសូម្បីតែចេកយើងធម្មតាក៏យើងអាចស្រោបបានដែរចាសម្រាប់ចេកពងមាន់ស្រោបនិងអត់ស្រោបលក់បានដូចគ្នាគ្រាន់ថាតម្លៃខុសគ្នាពុកម៉ែបងប្អូនចាសម្រាប់ចេកពងមាន់កាលណាតែយើងអត់ស្រោបផ្លែវាឡើងរាងខ្ជិលហើយបានតម្លៃវារាងទាបជាងចេកស្រោបចាមុននឹងឈានដល់ការស្រោបចេកឥឡូវយើងត្រូវដើររាយករងជាមុនសិនចាសម្រាប់ការរាយករងនេះដែរគឺយើងដើរមើលស្ទងចេកឃើញស្ទងណាដែលធ្លាក់ផុតហើយគឺយើងត្រូវទុកករងស្រោបចេកនៅកន្លែងនឹងមួយចាបើមែនទេទៅសម្រាប់ដំណាំចេកពងមាន់គឺយើងដាំឆាប់បានប្រមូលផលលឿនខ្លាំងមែនទែនចាបើរាប់ចាប់ពីថ្ងៃយើងដាំមករហូតដល់ថ្ងៃយើងទទួលបានផល7ទៅ8ខែចាបើមែនទេទៅសម្រាប់ចំការចេកខាងក្រុមនាងខ្ញុំនេះដែរគឺយើងដាំនាំចេញទៅក្រៅប្រទេសតែដោយសារថាប្រទេសយើងមានបញ្ហាអញ្ចឹងហើយយើងលក់ឲ្យខាងស្រុកខ្មែរយើងតែទីផ្សារក៏ល្អដែរបងប្អូនស្រួលលក់ដូចគ្នាគ្រាន់ថាតម្លៃខុសគ្នាតិចតួចអញ្ចឹងទៅណាពុកម៉ែបងប្អូនតោះឥឡូវយើងងាកមកមើលការស្រោបចេកទាំងអស់គ្នាពុកម៉ែបងប្អូនចាជាដំបូងយើងត្រូវមានជណ្ដើរបន្ទាប់មកទៀតបើសិនជាមានធាងស្លឹកចេកណានៅជិតនឹងផ្លែយើងត្រូវកាត់ចោលចាសម្រាប់ដែលស្និទ្ធណាដែលមានផ្លែក្តៀបគឺយើងត្រូវកាច់ចោលទាំងអស់តែម្ដងពុកម៉ែបងប្អូនយើងទុកតែ2ផ្លែបានហើយអាខាងលើវិធីសាស្ត្រហ្នឹងធ្វើឲ្យចេកយើងនឹងធំលឿនខ្លាំងមែនទែនពុកម៉ែបងប្អូនបើរាប់ចាប់ពីថ្ងៃដែលយើងស្រោបនេះទៅមានរយៈពេលតែ28ថ្ងៃអីទេគឺយើងបានកាត់ចេកលក់ហើយចាសម្រាប់បងប្អូនដែលដាំចេកពងមាន់ចង់បានចេកពងមាន់ដែលមានផ្លែវែងៗហើយថ្លោះស្អាតដូចខាងចំការនាងខ្ញុំចាសម្រាប់ដើមចេកក្នុងមួយគុម្ពបងប្អូនទុកត្រឹមតែ1ដើមទៅ2ដើមបានហើយចាបន្ទាប់ទៀតកូនចេកដែលត្រូវដោះក្នុងចការយើងនឹងគឺយើងត្រូវកាត់កូនចោលឬក៏តែងសម្រាប់ដើមចេកពងមាន់ណាកាលណាតែយើងទុកដើមច្រើនគឺថាដើមវាអត់ធំតាណាទេដោយប្រភេទចេកណាំវ៉ាសម្រាប់ប្រភេទចេកណាំវ៉ាគឺថាទោះបីតែយើងទុកកូនក្នុងមួយគុម្ពនឹងច្រើនប៉ុណ្ណាក៏ដោយនៅតែដើមវានៅថ្លោះហើយសយោងវាធ្លាក់មកស្អាតតែសម្រាប់ចេកពងមាន់ណាពុកម៉ែបងប្អូនអើយគឺថាពិបាកថែខ្លាំងមែនទែនថាយើងអត់ថែដោយប្រភេទចេកណាំវ៉ាយើងអត់កាត់កូនចោលយើងទុកមួយគុម្ពនឹងច្រើនគឺថាអត់ចង់ធ្លាក់សយោងទេពុកម៉ែបងប្អូនរាប់ឆ្នាំនៅនឹងឯងហើយដើមក៏ធំទៅណាដែរតែសម្រាប់ចេកពងមាន់គឺថាវាលឿនត្រង់ថាពេលយើងបានថែដុតហើយគឺវាឆាប់ធ្លាក់សយោងឆាប់បានទទួលផលខុសពីចេកណាំវ៉ាទាល់តែមួយឆ្នាំជាងអីបានធ្លាក់សយោងតែសម្រាប់ចេកពងមាន់ត្រឹមតែ7ទៅ8ខែគឺយើងបានប្រមូលផលហើយបន្ទាប់មកទៀតកូនចេកពងមាន់ដែលយើងទុកហ្នឹងគឺមានអាយុត្រឹមតែ4ខែគឺយើងបានប្រមូលផលមួយសាទៀតហើយចាហើយបញ្ជាក់ពុកម៉ែបងប្អូនចេកដែលបងប្រុសគាត់កំពុងតែដើរស្រោបនេះគឺមានអាយុត្រឹមតែ4ខែទេអញ្ចឹងហើយកូនចេកដែលដាំដំបូងហើយនិងចេកដែលយើងទុកកូនគឺមានអាយុខុសគ្នាដូចគ្នាទេចេកដែលយើងទុកកូនគឺលឿនឆាប់បានប្រមូលផល